អ្នកទាំងអស់គ្នាដឹងថាបេះដូងអ្នកទាំងអស់គ្នាអាចទទួលបានអារម្មណ៍ឈឺចាប់បានប៉ុន្តែខួរក្បាលវិញអត់អាចទទួលបានអារម្មណ៍ឈឺចាប់បាននោះទេហើយហេតុនេះហើយបានគ្រូពេទ្យអាចធ្វើការវះកាត់ខួរក្បាលអ្នកជំងឺកំឡុងពេលដែលពួកគេដឹងខ្លួនបានបើទោះបីជាខួរក្បាលមានណឺរ៉ូនរាប់ពាន់លានដែលជាកោសិកាបញ្ជូនអារម្មណ៍ក៏ដូចជាព័ត៌មានពិតមែនប៉ុន្តែខួរក្បាលមិនអាចទទួលបានអារម្មណ៍ការឈឺចាប់នោះទេមូលហេតុដែលខួរក្បាលខ្លួនឯងមិនអាចទទួលបានអារម្មណ៍ឈឺចាប់បានគឺអាស្រ័យទៅនឹងការចងជាប់នៃរបៀបរៀបចំនៃសរសៃប្រព័ន្ធប្រសាទការឈឺចាប់ត្រូវបានរកឃើញដោយកោសិកាសរសៃប្រសាទឯកទេសមួយដែលមានឈ្មោះថា NOX receptor ដែលទទួលខុសត្រូវក្នុងការបញ្ជូនរំញោចហើយ NOX receptor ហ្នឹងក៏បានចែកចេញសិនតែគ្រប់សារពាង្គកាយដែលមានដូចជាស្បែកសន្លាក់សាច់ដុំនិងសរីរាង្គផ្សេងៗប៉ុន្តែខួរក្បាលយើងវិញអត់មាន NOX receptor ហ្នឹងទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែឈឺក្បាលមិនមែនមានន័យថាខួរក្បាលអ្នកទាំងអស់គ្នាកំពុងតែឈឺនោះទេតែការឈឺនឹងអាចបណ្ដាលមកពីសរសៃប្រសាទក៏ដូចជាសរសៃឈាមផ្សេងៗសរុបសេចក្តីមកមានន័យថាខួរក្បាលខ្លួនឯងមិនអាចយកឃើញការឈឺចាប់ដោយផ្ទាល់ដោយសរីរាង្គផ្សេងៗនោះទេដូចនេះហើយបានយើងអាចធ្វើការវះកាត់ខួរក្បាលកំឡុងពេលដែលយើងមានស្មារតីបាន